3 ច្បាប់ហើយនឹងច្បាប់ផ្សេងហ្នឹងមិនច្បាប់មូលហេតុដោយសារតែសាលា A សាលា B សាលា C ចឹងទៅចឹងតែសម្រាប់ចិត្តយកទៅមកសាលាខ្លួនឯង Hello សួស្តីអ្នកនរគ្នាស្វាគមន៍មកកាន់វីដេអូថ្មីថ្ងៃអ្នកនរគ្នាអញ្ចឹងអរគុណមែនតើសម្រាប់ការគ្រប់គ្រងរយៈពេលពេញមួយអាទិត្យនេះតែខ្ញុំថតបានវីដេអូច្រើនដែរមួយអាទិត្យនេះបាន7 8វីដេអូដែរហ្នឹងហើយអ្នកនរគ្នាសង្ឃឹមថាវាផ្ដល់ប្រយោជន៍ដល់អ្នកនរគ្នាអញ្ចឹងដោយពីសិលមានដែរអញ្ចឹងពីសិលខ្ញុំនិយាយទៅដូចជាមួយនឹងការដាក់អាហារូបករណ៍ GKS តាមរយៈសាលាចឹងថ្ងៃនេះខ្ញុំនឹងមកប្រាប់អ្នកនរគ្នាថាតើប្រសិននៃការដាក់អាហារូបករណ៍តាមរយៈស្ថានទូតវិញតើខុសគ្នាមិនជាមួយនឹងការដាក់អាហារូបករណ៍តាមសាលាអូខេតោះចឹងមកកាប់ពេលវាលេតយើងចូលទៅវីដេអូយើងទាំងអស់គ្នាអូខេហ្នឹងហើយអ្នកនរគ្នាអញ្ចឹងនិយាយទៅវាខុសគ្នាតិចតួចមានកន្លែងខ្លះខុសគ្នាអញ្ចឹងអូខេអញ្ចឹងចាប់បានដំបូងអញ្ចឹងជាធម្មតាអាហារូបករណ៍ GKS សម្រាប់ថ្នាក់អនុបណ្ឌិតហើយនឹងថ្នាក់បញ្ញាកបាត់គឺបើខុសគ្នាអញ្ចឹងថ្នាក់បញ្ញាបត្រគឺជាធម្មតាបើកនៅដើមខែ9ហើយសម្រាប់ថ្នាក់អនុបណ្ឌិតគឺបើកនៅដើមខែ2ហ្នឹងហើយអញ្ចឹងដោយសារតែខ្ញុំនិយាយពីសំមានអនុបណ្ឌិតអញ្ចឹងនេះខ្ញុំចាប់ដើមនិយាយអនុបណ្ឌិតដែរប៉ុន្តែដាក់តាមស្ថានទូតអូខេអញ្ចឹងជាធម្មតាគឺគេចាប់ដើមបើកនៅដើមខែ2អញ្ចឹងជាធម្មតានៅពេលដែលបើកហើយគេនឹងផុសហ្នឹងហើយអញ្ចឹងនៅពេលដែលផុសហើយបន្ទាប់មកគេមានដាក់ deadline អញ្ចឹងជាធម្មតាបើសិនបើនិយាយខ្លីបើយើងដាក់ស្ថានទូតមានថាយើងត្រូវរៀបចំឯកសារឲ្យអស់យើងយកទៅដាក់នៅស្ថានទូតកូរ៉េនៅប្រទេសខ្មែររបស់យើងហ្នឹងហើយអញ្ចឹងមិនថាជាធម្មតាគឺគេ deadline ជាធម្មតាបើថាខ្ញុំចាំដូចជាពាក់កណ្ដាលខែ3ឬក៏ដើមខែ3ហ្នឹងហើយអញ្ចឹងអ្នកគ្នាអញ្ចឹងត្រូវឆែក deadline ច្បាស់ខ្លួនឯងបន្ទាប់មកប៉ុន្តែឯកសារដែលខុសគ្នាគឺត្រង់ចាជាធម្មតានៅពេលដែលអ្នកគ្នាដាក់តាមសាលាអ្នកនរគ្នាត្រូវតែមានច្បាប់តាមតាមច្បាប់ពីផ្ញើពីខ្មែរមកដល់សាលានៅកូរ៉េប៉ុន្តែបើសិនបើអ្នកនរគ្នាដាក់តាមembassy កម្មពេញ application form ហ្នឹងក៏ខុសគ្នាដែរអញ្ចឹងចាំ application form ហ្នឹងខ្ញុំវីដេអូក្រោយខ្ញុំនិយាយប្រាប់ទៀតអញ្ចឹងនៅពេលដែលអ្នកគ្នាដាក់ទៅស្ថានទូតខ្មែរស្ថានទូតកូរ៉េនៅខ្មែរហ្នឹងគឺអ្នកគ្នាត្រូវតែរៀបចំច្បាប់ copy ហ្នឹង3ច្បាប់ហើយច្បាប់ផ្សេងហ្នឹងច្បាប់4ច្បាប់អញ្ចឹងអ្នកគ្នាត្រូវមាន4សមីខុសគ្នាហើយដាក់ថាមួយនេះច្បាប់ចម្លងទី1ទី2ទី3ចឹងទៅមូលហេតុដោយសារតែខ្ញុំនឹងប្រាប់អ្នកគ្នាដោយសារតែជាធម្មតានៅពេលអ្នកគ្នាដាក់តាមស្ថានទូតគឺអ្នកគ្នាមានសិទ្ធិក្នុងការជ្រើសរើស3សាលាអញ្ចឹងនៅក្នុងការ3សាលាអ្នកគ្នាអាចជ្រើស A B C ចឹងទៅអូខេនឹងពេលនៅក្នុង application form បន្ទាប់មកអ្នកគ្នាត្រូវយកទៅដាក់នៅក្នុងស្ថានទូតកូរ៉េនៅខ្មែរអញ្ចឹងបន្ទាប់ហើយគេនឹងចាប់ផ្ដើមឆែករបស់អ្នកគ្នាអញ្ចឹងជាធម្មតាខែ4ដើមខែ4អីហ្នឹងគេចាប់ផ្ដើមធ្វើការឬក៏ពាក់កណ្ដាលខែជាធម្មតា deadline ហ្នឹងវាអាចថាពាក់កណ្ដាលខែ3ឬក៏ដើមខែ3អញ្ចឹងតែមុនខែ4គឺចាប់ផ្ដើមជាលទ្ធផលមកឲ្យ document screening ដំបូងអញ្ចឹងម្នាក់គ្នាចប់គេនឹងចាប់ផ្ដើមផ្ញើឯកសារហ្នឹងគេផ្ញើ email ថាអូខេអ្នកគ្នាចប់ document screening ពីស្ថានទូតមកអញ្ចឹងទៅតមកគេនឹងផ្ញើ email ឬក៏ឯកសាររបស់អ្នកគ្នាហ្នឹងទៅកូរ៉េទៅសាលាកូរ៉េដែលអ្នកគ្នាដាក់1 2 3 ABC អញ្ចឹងទៅអញ្ចឹងនៅពេលដែលគេផ្ញើឯកសារហ្នឹងឲ្យអស់ប្រហែលជាខែ4ហ្នឹងហើយខែ4ឬក៏ពាក់កណ្ដាលខែ4ហ្នឹងអញ្ចឹងអ្នកគ្នានឹងទទួលបានលទ្ធផលមួយទៀតពីខាងសាលាកូរ៉េឬក៏ NID ហ្នឹងគេនឹង email ប្រាប់ថាអូខេអ្នកគ្នាជាប់នៅក្នុងសាលា A សាលា B សាលា C ចឹងទៅអញ្ចឹងអ្នកគ្នានឹងចាប់ផ្ដើមធ្វើការបើសិនបើអ្នកគ្នាទទួលបានសាលាទាំង option A option B option C អញ្ចឹងមិនថាអ្នកគ្នាអាចទទួលបានការសម្ភាសន៍រហូតដល់3ដងតែបើសិនបើអ្នកគ្នាបាន2អ្នកគ្នានឹងធ្វើការសម្ភាសន៍2សាលាហើយចឹងទៅយ៉ាអញ្ចឹងខ្ញុំសូមកាត់ខ្លីចឹងឡើយហ្នឹងបន្ទាប់ពីអ្នកគ្នាធ្វើការសម្ភាសន៍ឲ្យអស់អ្នកទាំងគ្នាត្រូវតែបើសិនបើអ្នកគ្នាចប់ទាំង3សាលាហ្នឹងអ្នកទទួលបានទាំង3សាលាអ្នកត្រូវតែសម្រេចចិត្តយកទៅសាលាខ្លួនឯងនេះអញ្ចឹងគេនឹងអ្នកគ្នាត្រូវតែសម្រេចចិត្តយកទៅសាលាមួយទេអ្នកគ្នាអាចជ្រើសរើស2ឆ្លាស់3ទេអញ្ចឹងព្រោះរៀនបានតែម្ដងទេក្នុងពេលតែមួយអូខេអញ្ចឹងបន្ទាប់ពីបានសម្ភាសន៍ហ្នឹងឲ្យអស់គេចាប់ផ្ដើមចេញលទ្ធផលម្ដងហើយអញ្ចឹងអញ្ចឹងគេចេញ first round អញ្ចឹងទៅបន្ទាប់បើអ្នកគ្នាធ្លាក់option ទី1សាលាទី1ហើយអ្នកខ្លះចឹងគាត់មាន option ទី2អីចឹងទៅអញ្ចឹងជាធម្មតាគឺលទ្ធផលគេចេញដូចជាដើមខែ5ម្ដងហើយនឹងខែ6ម្ដងទៀតអញ្ចឹងនិយាយទៅបើសិនបើដាក់តាមសាលាវិញលទ្ធផលខែ5អត់មានតែខែ6យើងយកមកប៉ុន្តែដាក់តាមខាង embassy ដាក់តាមខាងស្ថានទូតគឺមានអញ្ចឹងបន្ទាប់ពីហើយអស់ខែ6ចេញចុងក្រោយហ្នឹងគឺចេញនៅ website របស់ Study in Korea ដូចគ្នាអញ្ចឹងបន្ទាប់មកបើសិនបើហើយអស់គេនឹងចាប់ផ្ដើមផ្ញើ email អ្នកគ្នារៀបចំឯកសារដើម្បីធ្វើការហើយចុងខែ9នៅចុងខែ8
ngày thì phải bảy nước nào khi thằng mà cái đấy là bay chấp đam hiền ở phía xa cái đấy bên này khi nó cái đấy chẳng nhưng mà cũng thay video mới nít vì hiện quen thì mấy bàn tay cứ nhưng cái thay vì có bọc cái bài ấy để tôi chụp mùi đằng cả đại ở hai đứa có tam sản tụt chẳng bây giờ bên này khi mình chỉ nói ai comment được trong video đi bán hai còn phải chui like hay share video mới nít tại khi chắc chụp khi nào video này sẽ chẳng ok bye bye